ដល់ស្មានហ្នឹងមានបងប្អូនខ្លះអត់អាចប្រើប្រាស់សេវា 5G បានទេហើយជាក់ស្ដែងសេវា 5G ហ្នឹងយើងមិនបាច់ហត់ទៅដូរ SIM ទេគឺយើងអាចប្រើប្រាស់បានតែម្ដងចង់ដំណើរការ 5G បានរឿងពីរដែលបងប្អូនត្រូវតែមានរឿងទី1បើទូរស័ព្ទបងប្អូនដែលកំពុងតែប្រើប្រាស់ហ្នឹងត្រូវតែ support នៅបច្ចេកវិទ្យា 5G មានថា chip របស់ទូរស័ព្ទហ្នឹងត្រូវតែមាន 5G បើសិនជាបងប្អូនប្រើទូរស័ព្ទដែលមាន chip ត្រឹម 4G ទេគឺអត់អាច support 5G បានទេចឹងរឿងទី1ត្រូវដូរទូរស័ព្ទទៅរកទូរស័ព្ទណាដែលមាន 5G មកប្រើប្រាស់ 5G បានហើយរឿងទី2គឺបងប្អូនត្រូវនៅតំបន់ណាដែលមានសេវា 5G ផងដែរទើបដំណើរការ 5G បានបើសិនជាបងប្អូននៅតាមខេត្តដែលអត់មានដំណើរការ 5G ឡើយទេគឺយើងប្រើត្រឹម 4G ទេទោះបីយើងដូរពីប្រព័ន្ធរបស់យើងពី 4G ទៅ 5G ក៏វាលោតត្រឹម 4G ដែររាជធានីខេត្តដែលយើងប្រើប្រាស់សេវា 5G បានខ្ញុំដាក់នៅលើនេះហើយបងប្អូនដែលនៅម្ដុំនឹងដែរត្រូវចាំថាយើងនៅតំបន់ដែលមានសេវា 5G ដែរណាទើបយើងប្រើប្រាស់ 5G បានបើសិនជាយើងនៅក្រៅតំបន់ដែលអត់នៅជិតសេវាទេយើងនៅខេត្តនឹងដែរតែអត់នៅជិតតំបន់សេវាទេក៏យើងអត់អាចប្រើ 5G បានដែរអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំហើយលើកក្រោយខ្ញុំនឹងប្រាប់ពីរបៀបដូរពី 4G ទៅ 5G